មកតែប្រភេទបែបនេះបើសិនជាបានសាងសង់នៅលើទីតាំងជ្រលងភ្នំមានព្រៃឈើលក្ខណៈបែបលើភ្នំអីមើលទៅគួរឲ្យចាប់អារម្មណ៍ម្យ៉ាងដែរអញ្ចឹងខ្ញុំនឹងសាក render ដោយប្រើប្រាស់សំបុក AI យើងឧទាហរណ៍ scene នេះមុនចូលទៅកាន់ plugin យើងទៅ capture viewport ដើម្បី pass in ហ្នឹងចូល plugin ជ្រើសរើសទំហំរូបហើយយើងចុច apply model ដែលខ្ញុំប្រើគឺ Pro model quality រូបខ្ញុំប្រើ 2K preset ដែលយើងត្រូវចាំបាច់ប្រើហ្នឹងគឺ hillside mountain បន្ទាប់មក side context នេះគឺអ្នកទាំងអស់គ្នាអាចផ្លាស់ប្ដូរបានណាប៉ុន្តែខ្ញុំគ្រាន់តែចង់ឲ្យខ្ញុំមើលខ្ញុំប្រើ mountain area ខ្ញុំអត់ customize អីទេមេឃដែលខ្ញុំប្រើហ្នឹងគឺមេឃថ្មីដែរ pastel sunset ប៉ុណ្ណឹងខ្ញុំអត់ customize អីទៀតទេយើង render យកមកអញ្ចឹងនេះគឺជារូបភាព render របស់យើងប្រភេទបែបនេះមើលទៅគួរឲ្យចាប់អារម្មណ៍ម្យ៉ាងដែរបើសិនជាអ្នកនរគ្នាមាន project បែបលក្ខណៈនៅ resort អីប្រើប្រាស់ preset នេះក៏ត្រូវដែរបរិយាកាសបែបនេះបើសិនជា render ប្រើ program ចំណាយពេលយូរមែនតើប៉ុន្តែជំនួសមកវិញដោយការប្រើប្រាស់ AI អ្នកនរគ្នា save ពេលវេលាបានច្រើនមែនតើកាត់បន្ថយពេលវេលាយើងបានច្រើនហើយយើងអត់សូវ stress ក្នុងការ set up environment ណាពេលនេះតាខ្ញុំសាក preset មួយទៀតpreset មួយទៀតហ្នឹងគឺខ្ញុំអត់ដែលធ្វើ video បង្ហាញអ្នកនរគ្នាទេតែវាស្អាតម្យ៉ាងដែរអញ្ចឹង preset ទី2របស់យើងហ្នឹងគឺ Rain Tree Estate ខ្ញុំអត់ customize អីទេ render យកមកអញ្ចឹងនេះគឺជា scene ទី2របស់ខ្ញុំបរិយាកាសនេះវាមើលទៅស្អាតម្យ៉ាងម្នាក់សម្រាប់ scene នេះបើសិនជាអ្នកនរគ្នាចង់បាន sketch up file អី comment ពាក្យថា yes ជួបគ្នាវីដេអូក្រោយក្នុងការ render animation 拜拜